ភាពឆ្លៀសវៃនិងភាពកក់ក្ដៅរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតថ្ងៃនេះចុះមកដល់មូលដ្ឋានក៏បានជួបលោកយាយលោកតាអ៊ុំពូមីងហើយបានជជែកគ្នាប្រកបដោយមនោសញ្ចេតនារដូវរងាមកដល់យើងខ្ញុំក៏បានរៀបចំអាវរងាមួយចំនួនជូនក្នុងនាមជាមន្ត្រីចុះមូលដ្ឋានកំពុងជជែកយ៉ាងជក់ចិត្តដិតអារម្មណ៍ពេលនោះឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានអញ្ជើញមកដល់ពួកខ្ញុំបន្ទាប់ពីស្វាគមន៍គ្នាហើយក៏បានបន្តមកជួបជាមួយលោកយាយលោកអ៊ុំអ្នកមីងបន្តទៀតក្នុងមនោសញ្ចេតនារៀបអង្គុយលោកយាយម្នាក់ក៏បានលើកកៅអីបំរុងហុចមកឲ្យខ្ញុំតែត្រូវបានយើងខ្ញុំបដិសេធមិនទទួលទុកជូនលោកយាយអង្គុយខ្លួនឯងចុះយើងខ្ញុំអាចអង្គុយខាងក្រោមក៏បាននេះគឺជាការគោរពរបស់មន្ត្រីចំពោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាការគោរពរបស់យើងខ្ញុំចំពោះមនុស្សចាស់ផងដែរស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក៏ជាស្នាមញញឹមរបស់មន្ត្រីមូលដ្ឋាននិងមន្ត្រីចុះមូលដ្ឋានដូចគ្នាក្រោមដំបូលសន្តិភាពដែលដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងភាពកក់ក្ដៅរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានសន្ទនាហើយខ្ញុំក៏បាននាំឲ្យដំណរដ្ឋមន្ត្រីក្រសួងព័ត៌មានទស្សនាមូលដ្ឋានបន្តទៀត